គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាជាទីគោរពស្រឡាញ់បងប្អូនអ្នកអនុវត្តច្បាប់ស្រូបទាញបងប្អូនអ្នកដែលមើលវីដេអូរបស់ខ្ញុំចាបងប្អូនអ្នកទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាជាទីគោរពស្រឡាញ់7ថ្ងៃអភិនិហារបស់យើងយ៉ាងមិនហើយបងប្អូនដែលចូលមកស្ដាប់វីដេអូនេះតែម្ដងសូមត្រឡប់ទៅមើលថ្ងៃទី1វិញណាចាអញ្ចឹងថ្ងៃនេះយើងថ្ងៃទី5ចាថ្ងៃនេះយើងថ្ងៃទី5ហើយអញ្ចឹងបងប្អូនដែលទៅតែចូលមកឬក៏ទៅតែអូឃើញវីដេអូរបស់ខ្ញុំគឺត្រឡប់ទៅមើលថ្ងៃទី1វិញណាបងប្អូនថ្ងៃទី1ទី2ទី3ទី4មកកុំមកមើលចូលមកមើលថ្ងៃទី5តែម្ដងអាចថាវានឹងដូចជាដាច់ចង្វាក់គ្នាអញ្ចឹងណាបងប្អូនចាដាច់ចង្វាក់ចង្វាក់របស់ចក្រវាលតិចទៀតនិយាយពីចង្វាក់របស់ចក្រវាលចាអញ្ចឹងថ្ងៃនេះ7ថ្ងៃអភិនិហាเนาะ7ថ្ងៃអភិនិហាសាង7ថ្ងៃអភិនិហាលៀងធម្មពលចាស់សាងធម្មពលថ្មីស្រូបលុយទ្វេដងចាអញ្ចឹងបងប្អូនទាំងអស់គ្នាដៃនឹងដូចយ៉ាងចង់តានេះមកដោយសារតែទៅកក់សាក់ហើយបងប្អូនហើយមិនតាន់ស្ងួតស្រួលទៀតអញ្ចឹងបងប្អូនទាំងអស់គ្នា7ថ្ងៃអភិនិហាលៀងធម្មពលចាស់ដែលយើងស្រូបលែងបានណាបងប្អូនចាតែយើងស្រូបលែងបានអញ្ចឹងយើងមកសាងធម្មពលថ្មីចាយើងមកសាងធម្មពលថ្មីដែលស្រូបជាងមុនទ្វេដងអាវនេះអាវស៊ីជាមួយនឹងbackground ខាងក្រោយហ្មងនេះចាអញ្ចឹងបងប្អូនទាំងអស់គ្នាថ្ងៃទី5ចាday 5យើងនិយាយពីអីday 5យើងនិយាយអំពី the power of align action អាចថាអង់គ្លេសមិនច្បាស់អីយ៉ាងណាមិនដឹងទេណាបងប្អូនអធិស្ឋានបកមកថាធម្មពលនៃការអនុវត្តនៅរលកដែលត្រឹមត្រូវធម្មពលនៃការអនុវត្តនៅរលកដែលត្រឹមត្រូវចាបងប្អូនទាំងអស់គ្នាអញ្ចឹងហើយបានជាអ្នកអនុវត្តច្បាប់ស្រូបទាញអ្នករៀនច្បាប់ស្រូបទាញមកមានអ្នកខ្លះស្រូបបានអ្នកខ្លះក៏ស្រូបមិនបានអ្នកខ្លះស្រូបបានតិចអ្នកខ្លះស្រូបអត់បានសោះហើយអ្នកខ្លះក៏ស្រូបបានខ្លាំងទៅតាមបំណងប្រាថ្នារបស់ខ្លួនចាអញ្ចឹងបងប្អូនទាំងអស់គ្នាដោយសារអីដោយសារគេអនុវត្តនៅរលកដែលត្រឹមត្រូវចាអនុវត្តនៅរលកដែលត្រឹមត្រូវបើសិនណាជាយើងមិនដឹងថារលកនឹងត្រូវតែអនុវត្តវាអត់ត្រឹមត្រូវអានឹងវាអត់ទទួលបានផលរលកអីបងប្អូនទាំងអស់គ្នារលកនេះគឺរលក vibration រលករំញ័ររលក vibration ហ្នឹងគឺរលករំញ័រចារលករំញ័រញ៉ាំអញ្ចឹងហ្នឹងមែនទេបងប្អូនចាគឺរលករំញ័រvibration បើសិនណាជា vibration របស់យើងបាញ់ឈ្មោះទៅត្រូវជាមួយនឹង vibration ដែលយើងស្រូបហ្នឹងគឺវាស្រូបបានចាអញ្ចឹងគេថាអានេះនិយាយតាមម៉ែរួយបងប្អូនចាម៉ែរួយក៏និយាយថាព្រះពុទ្ធលោកបានសង្ឃដីកាថាបើអ្នកជាម្ចាស់នៃជីវិតរបស់អ្នកគឺជាអ្នកដែលតាមទាន់នៅការគិតរបស់ខ្លួនឯងចាបើអ្នកជាម្ចាស់នៃជីវិតរបស់អ្នកនឹងតាមទាន់នៅការគិតរបស់ខ្លួនឯងចាអញ្ចឹងសម្រាប់អ្នកអនុវត្តច្បាប់ស្រូបទាញបងប្អូនគេឲ្យយើងតាមចិត្តតាមអារម្មណ៍របស់ខ្លួនឯងអត់ទាន់តើពេលនេះម៉ោងនេះខណៈនេះយើងកំពុងតែគិតអីចិត្តរបស់យើងទៅទុំនៅកន្លែងណាចិត្តរបស់យើងទៅតោងនៅកន្លែងណាអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនណាជាយើងតាមចិត្តយើងអត់ទាន់ទេយើងមិនដឹងថាពេលនេះចិត្តយើងទៅទុំនៅកន្លែងណាទេយើងក៏អត់អាចរៀបរៀងជីវិតរបស់យើងក៏អត់អាចចាត់ចែងជីវិតរបស់យើងបានដែរព្រោះយើងអត់ដឹងថាយើងគិតអីហងហ្នឹងយើងអត់ដឹងថាយើងចង់បានអីហងហ្នឹងចា
បើសិនណាជាយើងដឹងអស់ហ្នឹងគឺយើងអាចចាត់អាចរៀបអាណាមកមុនអាណាមកក្រោយអាណារឿងណាដែលមិនត្រូវគិតរឿងណាដែលត្រូវគិតរឿងណាដែលត្រូវចាត់ចែងរឿងណាដែលត្រូវបោះចោលរឿងណាដែលជារបស់គេចារឿងណាដែលជារឿងអតីតរឿងណាដែលជារឿងបច្ចុប្បន្នចាបើសិនណាជាយើងមិនតាមទាន់អាហ្នឹងទៅចិត្តយើងទៅនៅតែជារឿងអតីតចិត្តយើងទៅនៅតែជាមួយនឹងអតីតចាអញ្ចឹងនៅថ្ងៃទី2ចឹងថ្ងៃទី2ដីធូយើងនិយាយអំពីការលាងលាងអតីតថ្ងៃទី1ចាថ្ងៃទី1យើងលាងអតីតថ្ងៃទី2យើង reset ថ្មីចាជាងអតីតយើងបោះបង់ចោលហើយយើងលាងចោលអស់ហើយយើងអត់ត្រូវយកមកនិយាយទៀតទេក៏ប៉ុន្តែអានេះខ្ញុំគាត់តែចង់លើកឧទាហរណ៍ខ្ញុំគាត់តែចង់លើកឃ្លានេះមកនិយាយប្រាប់ថាមនុស្សយើងត្រូវតែធ្វើខ្លួនឲ្យស្រាលកាលណាយើងមិនគិតរឿងគេយើងមិនគិតអតីតយើងមិនរែកពុនរឿងទាំងអស់ដែលអត់ប្រយោជន៍យើងនឹងស្រាលខ្លួនព្រោះអីអ្វីដែលខ្លួនឯងចង់បានអ្វីដែលខ្លួនឯងកំពុងតែដើរទៅអ្វីដែលជាបំណងប្រាថ្នារបស់យើងបើរឿងនោះមិនធ្វើឲ្យយើងធ្ងន់ខ្លួនទេយើងនឹងដើរត្រូវផ្លូវជាមួយនឹងចក្រវាលចា៎ចឹងបងប្អូនទាំងអស់គ្នាកាលណារឿងយើងចោលអតីតកាលណាយើងមិនគិតរឿងគេមិនប្រមូលរឿងទាំងអស់យកមកដាក់យកមកទុកខ្លួនឯងទេជីវិតយើងនឹងស្រាលហើយចាជីវិតយើងនឹងស្រាលខ្លួនហើយចាជីវិតយើងនឹងស្រាលខ្លួនតាចឹងបងប្អូនទាំងអស់គ្នាគេថាមិនមែនការអនុវត្តគ្រប់យ៉ាងមិនមែនគ្រប់ទង្វើសុទ្ធតែស្រូបទាញបាននៅលទ្ធផលទាំងអស់ទេមិនមែនការអនុវត្តគ្រប់យ៉ាងគ្រប់ទង្វើហើយសុទ្ធតែស្រូបទាញបាននៅលទ្ធផលទាំងអស់នោះទេមានតែការអនុវត្តដោយត្រសងតែប៉ុណ្ណោះទើបទទួលបានលទ្ធផលចេញមកបានចាអញ្ចឹងចង់និយាយថាចេះច្បាប់ស្រូបទាញយើងអនុវត្តយើងស្រូបតែការស្រូបរបស់យើងមិនប្រកាសថាស្រូបត្រូវជាមួយនឹងគោលដៅរបស់យើងបានលទ្ធផលអ្វីដែលយើងចង់បានទេចាបើមិនចឹងមិនមានអ្នកនិយាយថាអានឹងខ្ញុំមិនចង់បានទេហេតុអីវាចេះតែមកអាចជំងឺហ្នឹងខ្ញុំមិនចង់បានទេខ្ញុំមិនដែលហៅរកទេប៉ុន្តែវាចេះតែមកប៉ុន្តែបងប្អូនមានដែលគិតមានដែលតាមតន់ចិត្តខ្លួនឯងអត់ថាខ្លួនឯងពិតជាអត់ដែលគិតរឿងជំងឺហ្នឹងមែនអត់ចាអានេះឧទាហរណ៍ទូចទេឈឺនេះឈឺនោះឈឺរមុខអត់ឃើញទេហើយគាត់តន្ទិញរហូតគាត់ថាខ្ញុំមិនដែលចង់បានទេខ្ញុំមិនដែលហៅរកទេជំងឺប៉ុន្តែបងប្អូនមួយថ្ងៃគាត់គិតគាត់ហៅរកគាត់សម័យគាត់ដឹងតែឈឺរហូតគឺគាត់ហៅរហូតប៉ុន្តែគាត់អត់ដែលនិយាយថាគាត់ហៅរទេយើង connect ជាមួយនឹងចក្រវាលដោយអារម្មណ៍មិនមែនដោយរឿងអីផ្សេងមានខ្សែតំណតំណងគ្នាអត់ទេគឺដោយអារម្មណ៍មិនមែនទូរស័ព្ទរកចក្រវាលបានទេចក្រវាលតំណតំណងយើងតំណតំណងមួយចក្រវាលបានដោយអារម្មណ៍អញ្ចឹងអារម្មណ៍យើងគិតអីយើងបាននឹងមកហើយចាអារម្មណ៍គិតអីយើងបាននឹងអញ្ចឹងបានថាមិនមែនការគិតសុទ្ធតែបានផលទាំងអស់ទៅជាមួយនឹងគោលដៅរបស់យើងទេដោយសារអីដោយសារតែយើងគិតអត់ត្រូវមួយគោលដៅរបស់យើងហ្នឹងចាគិតអត់ត្រូវមួយគោលដៅដូចដែលខ្ញុំចំណាំនិយាយថាចង់លក់ដាច់ចង់រកស៊ីបានប៉ុន្តែមាត់និយាយថាថ្ងៃហ្នឹងស្ងាត់ដូចចោលលុយសេះថ្ងៃហ្នឹងគ្មានអ្នកដើរសោះថ្ងៃហ្នឹងមិនដឹងរួចថ្លៃបងបស៊ីអត់សតតែអញ្ចឹងចាអញ្ចឹងបងប្អូនទាំងអស់គ្នាមានអ្នកខ្លះធ្វើការហត់ធ្វើការច្រើនប៉ុន្តែអត់បានលទ្ធផលបងប្អូនធ្លាប់ឃើញអញ្ចឹងអត់ធ្វើការច្រើនធ្វើការមែនតែនហ្មងប្រឹងខ្លាំងហ្មងធ្វើការមួយថ្ងៃពី3កន្លែងប៉ុន្តែនៅតែស្ទើរតែមិនរស់ចាធ្វើការមួយថ្ងៃពី3កន្លែងប៉ុន្តែស្ទើរតែមិនរស់អានេះមានន័យថាម៉េចមានន័យថាគាត់មិនសូវខំឬក៏យ៉ាងម៉េចមិនមែនទេគេថាខុស flow របស់ចក្រវាលចាមានអ្នកខ្លះរលុយបានច្រើនប៉ុន្តែអត់មានក្តីសុខ
ចក្រវាល flow របស់ចក្រវាលគេថាងាយងាយសบายសบายមានក្តីសុខចាប៉ុន្តែបើសិនណាជាយើងពិបាកធ្ងន់ហត់នឿយគ្មានក្តីសុខអាហ្នឹងគឺខុស flow របស់ចក្រវាលហើយខុស flow របស់ចក្រវាលហើយបងប្អូនធ្លាប់គិតទេធ្លាប់និយាយល្អូថាមួយថ្ងៃប្រឹងអើយប្រឹងខ្លាំងណាស់ការងារធ្វើមកកន្លែងហើយរត់ទៅធ្វើមកកន្លែងទៀតមានតែយប់ផងមានតែថ្ងៃផងមានតែឆ្លៀតលក់អនឡាញផងប្រឹងអើយប្រឹងទាល់តែញើសហូរដល់ច្បាយគូតទៅបានលុយចាចក្រវាលថា flow របស់ចក្រវាលងាយសบายរីករាយទៅលុយចូលចឹងបងប្អូនទាំងអស់គ្នាកាលណាបងប្អូនធ្វើការងារមួយហ្នឹងមានសម្ពាធគេហៅថាមានសម្ពាធអារម្មណ៍ថាធ្ងន់មានអារម្មណ៍ថាមានសម្ពាធមានអារម្មណ៍ថាតឹងតែងអាហ្នឹងខុស flow ចក្រវាលហើយអញ្ចឹងត្រូវតែតម្លាក់ឲ្យចក្រវាលយើងជាអ្នកច្បាប់ស្រូបទាញមែនទេយើងជាអ្នកអនុវត្តច្បាប់ស្រូបទាញងាយសบายអាណាពិបាកអាណាធ្ងន់ទុកឲ្យចក្រវាលជាអ្នកចាត់ចែងចាទុកឲ្យចក្រវាលជាអ្នកចាត់ចែងអញ្ចឹងមានន័យថាម៉េចមានតែការអនុវត្តដោយត្រសងតែប៉ុណ្ណោះទៅលទ្ធផលចេញមកដោយគ្មានកម្លាំងតតាំងចាទៅលទ្ធផលចេញមកដោយគ្មានកម្លាំងតតាំងបងប្អូនគេថាបើដើរត្រូវផ្លូវគឺរឿងហ្នឹងយើងធ្វើដោយគ្មានសម្ពាធធ្វើដោយជឿជាក់ហើយពិតប្រាកដគេថាស្រាលខ្លួនតែបើយើងដើរខុសផ្លូវខុស flow គឺពេលដែលយើងកំពុងធ្វើហ្នឹងយើងមានអារម្មណ៍ថាខ្លាចមានអារម្មណ៍ថាមិននឹងណមានអារម្មណ៍គិតវែងគិតឆ្ងាយខ្លាចខុសខ្លាចមិនត្រូវខ្លាចលើសខ្លាចច្រើនពេកខ្លាចគ្រប់បែបគ្រប់យ៉ាងគេហៅធ្វើទាំងប្រថុយប្រឋានអាហ្នឹងគឺខុស flow ហើយខុស flow របស់ចក្រវាលហើយចាអញ្ចឹងបើសិនណាជាការងារមួយហ្នឹងយើងធ្វើដោយបញ្ញាពេកហើយធ្វើដោយមានភាពតឹងតែងពេកផលដែលតបស្នងមកគឺសម្ពាធខ្លាចហើយអារម្មណ៍ហ្នឹងអត់នឹងណទេចាប៉ុន្តែបើសិនណាជាការងារមួយហ្នឹងយើងធ្វើដោយប្រកបបជានៅក្នុងចិត្តហើយធ្វើដោយសប្បាយចិត្តណាចាអញ្ចឹងផលដែលតបស្នងមកវិញនោះគឺកម្លាំងជំរុញចេញពីក្នុងចិត្តមកតែម្ដងយើងមានន័យថាយើងធ្វើអត់ដឹងហត់យើងធ្វើអត់ដឹងនឿយហើយយើងគ្មានសម្ពាធហើយយើងសប្បាយចិត្តហើយយើងស្រាលខ្លួនតែម្ដងចាអញ្ចឹងមុននឹងបងប្អូនសម្រេចចិត្តធ្វើអ្វីមួយឬក៏ពិបាកនៅក្នុងការសម្រេចចិត្តឬក៏គិតមិនចាញ់រឿងអីមួយគេឲ្យយើងនេះត្រឡប់ទៅសួរខ្លួនឯងថាតើរឿងហ្នឹងវាធ្វើឲ្យយើងធូរស្រាលបានយ៉ាងម៉េចតើរឿងហ្នឹងបើយើងធ្វើផ្លូវនេះទៅវាធូរវាលែងមានសម្ពាធឬក៏អត់ចាអញ្ចឹងបងប្អូនទាំងអស់គ្នានៅក្នុងការអនុវត្តការងារជាមួយនឹងចក្រវាលបើសិនណាជាយើងធ្វើឬក៏គោលដៅមួយនឹងយើងធ្វើមិនត្រសងជាមួយនឹងចក្រវាលទេមានន័យថាគោលដៅនឹងយើងធ្វើដោយខ្លួនឯងហើយយើងមិនមែនធ្វើជាមួយនឹងចក្រវាលទេយើងចេះឆាប់ត្រូវជាងចាបើសិនណាជាគោលដៅមួយនឹងយើងធ្វើឲ្យវាពិបាកខ្លាំងណាស់មានន័យថាយើងធ្វើខ្លួនឯងហើយអាហ្នឹងយើងអត់ធ្វើជាមួយនឹងចក្រវាលទេចាបើសិនណាជាយើងធ្វើជាមួយនឹងចក្រវាលឬក៏ពេលហ្នឹងយើងអាចនឹងភ្លេចចក្រវាលបាត់ហើយក៏មិនដឹងចាយើងអាចនឹងភ្លេចចក្រវាលដោយសារតែវាធ្ងន់ព្រោះការងារទាំងអស់ធ្ងន់ទុកឲ្យចក្រវាលជាអ្នកចាត់ចែងការងារស្រាលយើងអ្នកធ្វើចាអញ្ចឹងបងប្អូននិយាយតែប៉ុណ្្នឹងទៅគិតតែប៉ុណ្្នឹងទៅអ្វីដែលពិបាកអ្វីដែលឆ្ងាយអ្វីដែលធំពេកអាហ្នឹងទុកឲ្យចក្រវាលទៅយើងធ្វើតែរឿងធម្មតារបស់យើងមក
សម្រាប់អ្នកលក់អនឡាញឬក៏សម្រាប់អ្នកលក់ផលិតផលឬក៏សម្រាប់អ្នករស់ស៊ីអីយើងរស់ស៊ីតែរឿងរបស់យើងនឹងទៅសម្រាប់ឯកូដៅរបស់យើងលុយពាន់លុយលាននោះគឺទុកឲ្យចក្រវាឡជាអ្នកចាត់ចែងចារងចាំចង្វាក់របស់ចក្រវាឡចាអញ្ចឹងឥឡូវនេះយើងនិយាយពីចង្វាក់របស់ចក្រវាឡវិញបងប្អូនទាំងអស់គ្នាចង្វាក់របស់ចក្រវាឡចង្វាក់ថាមពលនៃចក្រវាឡមិនចង្វាក់របស់ចក្រវាឡទេចង្វាក់ថាមពលនៃចក្រវាឡចង្វាក់ថាមពលនៃចក្រវាឡមានអ្នកដើរបិទភ្លើងឲ្យទៀតបងប្អូនទាំងអស់គ្នាចក្រវាឡក៏មានចង្វាក់ដែរចក្រវាឡក៏មានចង្វាក់របស់គេដែរតែមនុស្សចង់បានលឿនអនុវត្តខុសចង្វាក់របស់ចក្រវាឡចាំបងប្អូនទាំងអស់គ្នាគេថាការអនុវត្តយើងថាការអនុវត្តច្បាប់ស្រូបទាញគឺជាផ្លូវកាត់នៃជីវិតយើងពឹងលើកម្លាំងចក្រវាឡពឹងលើដៃទី3ប៉ុន្តែចិត្តមនុស្សចង់ឲ្យបានលឿនជាងកម្លាំងរបស់ចក្រវាឡទៅទៀតចាចង់ឲ្យបានលឿនជាងកម្លាំងរបស់ចក្រវាឡទៅទៀតយើងភ្លេចគិតថាច្បាប់ស្រូបទាញក៏ត្រូវការពេលវេលាដែរចក្រវាឡក៏ត្រូវការពេលវេលាដែរយើងតែងតែនិយាយថាដល់ពេលដល់វេលាចក្រវាឡនឹងចាត់រៀងដល់មុខផ្ទះងាយសบายទាន់ពេលទាន់វេលាប៉ុន្តែមនុស្សយើងតែងតែចង់លឿនជាងអាផ្លូវកាត់នឹងទៅទៀតបើផ្លូវទៅភ្នំពេញ50គីឡូបើគេថាផ្លូវកាត់តែ15គីឡូមនុស្សយើងចង់ថាតែ2គីឡូឲ្យដល់មនុស្សយើងគឺអញ្ចឹងចង់អាកាត់លើអាកាត់នឹងទៅទៀតចាចង់អាកាត់លើអាកាត់នឹងទៅទៀតប៉ុន្តែបងប្អូនទាំងអស់គ្នាបើសិនណាជាបែបហ្នឹងមានន័យថាយើងអនុវត្តខុសចង្វាក់គឺចក្រវាឡអត់ទុកពេលឲ្យចក្រវាឡនឹងបក់ត្រឡប់មកយើងវិញទាំងអស់មានន័យថាគោលដៅរបស់យើងអត់បានផលគោលដៅរបស់យើងអត់បានសម្រេចចាគោលដៅរបស់យើងអត់បានសម្រេចទេចឹងឧទាហរណ៍ថាយើងដាក់គោលដៅមួយឧទាហរណ៍ថាយើងចង់ទិញផ្ទះអានេះចូលដល់រឿងខ្ញុំនឹងឯងចូលដល់រឿងខ្ញុំខ្លួនឯងនឹងឯងជាបទពិសោធន៍ផ្ទាល់ទិញផ្ទះបងរំលោះមួយហើយគិតថាងាយសบายចក្រវាឡនឹងចាត់ចែងទៅបងរំលោះមួយទៀតដោយគេថាអត់រងចាំចង្វាក់របស់ចក្រវាឡគឺយើងទៅចាត់ចែងចង្វាក់ឲ្យចក្រវាឡវិញមិនមែនជាចង្វាក់នៃចក្រវាឡទេគឺជាចង្វាក់របស់យើងទៅចាត់ចែងឲ្យចក្រវាឡចាចឹងបងប្អូនទាំងអស់គ្នាមិនរងចាំចង្វាក់ពីចក្រវាឡមកទេគឺយើងចាត់ចែងចង្វាក់ដោយខ្លួនឯងមានណាវារត់អត់រួចវាទៅមិនរួចព្រោះចង្វាក់របស់ចក្រវាឡវាអត់ទាន់មកដល់ចង្វាក់របស់ចក្រវាឡបានតែមួយតែដល់ពេលយើងលោភចង់បានមួយទៀតចាយើងលោភចង់បានមួយទៀតតែអានេះខ្ញុំគ្រាន់តែលើកយកមកឧទាហរណ៍ឲ្យបញ្ជាក់អត្ថន័យហ្នឹងណាប៉ុន្តែអារឿងអតីតទាំងអស់ហ្នឹងខ្ញុំបានបំភ្លេចវាអស់ហើយខ្ញុំគ្រាន់តែចង់យកមកបកស្រាយឲ្យបងប្អូនបានយល់ថាវាខុសចង្វាក់របស់ចក្រវាឡមិនទាន់ផ្ដល់ឲ្យយើងនៅផ្ទះម្ដងពីរទេគឺឲ្យមកតែមួយសិនចាមានណាដល់ពេលហើយរត់រួច2ឆ្នាំក្រោយមកឲ្យគេវិញខាតប្រមាណតែរឿងហ្នឹងខ្ញុំបានបំភ្លេចចោលអស់ហើយគ្រាន់តែថាពេលនេះខ្ញុំចង់លើកយកមកឧទាហរណ៍ឲ្យបងប្អូនស្ដាប់ថាចង្វាក់របស់ចក្រវាឡគឺបែបហ្នឹងយើង
គោលដៅរបស់យើងដាក់ត្រូវតែទុកពេលឲ្យចក្រវាឡដែរដើម្បីឲ្យចក្រវាឡមានពេលធ្វើការយើងត្រូវតែមโนយើងត្រូវតែធ្វើ17វិនាទីយើងត្រូវតែធ្វើ workshop យើងត្រូវតែ program យើងត្រូវតែបញ្ចេញ vibration ទាំងអស់ហ្នឹងទៅឲ្យចក្រវាឡសិនបានចក្រវាឡបញ្ជូនមកឲ្យយើងត្រឡប់មកវិញទៅតាមចង្វាក់របស់ចក្រវាឡដល់ពេលដល់វេលាចក្រវាឡនឹងចាត់រៀងប៉ែម្ដងមួយមកដល់មុខផ្ទះយើងតែម្ដងតែបើយើងចេះទៅចាត់ចែងចង្វាក់របស់ចក្រវាឡហ្នឹងចាចក្រវាឡថាចឹងធ្វើខ្លួនឯងទៅចក្រវាឡថាធ្វើខ្លួនឯងទៅចឹងបើចេះចាត់ចែងចង្វាក់របស់ចក្រវាឡហើយចាអញ្ចឹងអាហ្នឹងគឺអត់បានហ្មងចាទីបំផុតផ្ទះហ្នឹងត្រូវឲ្យគេវិញត្រូវបង្ខំចិត្តឲ្យគេវិញនៅពេលដែលមួយខែទៅមួយខែមួយឆ្នាំទៅមួយឆ្នាំវាចេះតែធ្ងន់ឡើងអញ្ចឹងពេលហ្នឹងគឺសម្រេចចិត្តថាទម្លាក់ចោលសម្រេចចិត្តថាឲ្យគេវិញចាអាហ្នឹងឯងគឺចក្រវាឡមិនមែនចង្វាក់របស់ចក្រវាឡទេគឺយើងជាអ្នកចាត់ចែងឲ្យចង្វាក់របស់យើងមិនចង្វាក់របស់ចក្រវាឡទេចាអញ្ចឹងចង្វាក់របស់ចក្រវាឡងាយសบายស្រាលអត់មានសម្ពាធអត់មានកង្វល់មានសេចក្តីសុខចាមានសេចក្តីសុខអញ្ចឹងបងប្អូនទាំងអស់គ្នាដាក់គោលដៅត្រូវតែទុកពេលទុកវេលាឲ្យចក្រវាឡផងមិនគោលដៅ$10,000ដាក់តែ2-3 ខែហើយបើសិនណាជាគេអ្នកមានបើសិនណាជាខ្លួនរបស់គេហ្នឹងក៏ធំហើយដែរជើងពៀននៃលុយរបស់គេហ្នឹងក៏ធំហើយដែរមុខរបរគេហ្នឹងក៏វាស័ក្តិសមដែរចំណូលរបស់គេហ្នឹងក៏វាស័ក្តិសមនឹងខ្លួនគេហើយដែរអាហ្នឹងគេដាក់ចេះតែបានហើយប៉ុន្តែបើយើងត្រូវមើលខ្លួនយើងផងថាតើជើងពៀនរបស់យើងនៅប៉ុន្មានចាមហិច្ឆតារបស់យើងនៅប៉ុន្មានបើសិនណាជាមិនទាន់ដល់ទេអាហ្នឹងគឺរងចាំចង្វាក់របស់ចក្រវាឡសិនទៅមើលឲ្យឃើញមโนដាក់គោលដៅណាធ្វើគ្រប់សពមកដើម្បីបញ្ជូនរលកនឹងទៅដល់ចក្រវាឡព្រោះអីព្រោះនៅពេលដែលយើងធ្វើសមាធិនៅពេលដែលយើងមโนនៅពេលដែលយើងធ្វើ17វិនាទីយើងនឹងប្រើ vibration របស់យើងនឹងប្រើរលករំញ័ររបស់យើងទៅដល់ចក្រវាឡចាព្រោះចក្រវាឡទទួលដឹងដោយ vibration ទទួលដឹងដោយអារម្មណ៍រលករំញ័រនៃអារម្មណ៍ដែលទៅដល់ចក្រវាឡចាអញ្ចឹងបងប្អូនទាំងអស់គ្នានិយាយយូរទៅកាន់តែយូរទៅណាចាអញ្ចឹងសម្រាប់ថ្ងៃទី5យើងមាន workshop មួយដែរណាបងប្អូនចាយើងមាន workshop មួយដែរបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ workshop របស់យើងគេឲ្យយើងយកกระดาษមកយកកระดาษទៀតណាពីម្សិលមិញក៏យើងយកกระดาษមកដែរចាអញ្ចឹងថ្ងៃទី5ក៏ឲ្យយើងយកกระดาษមួយមកហើយយើងសរសេរថាម៉េចសរសេរថាខ្ញុំអនុវត្តដោយភាពជឿជាក់ព្រោះវាជារលករបស់ខ្ញុំសរសេរឲ្យអាន3ដងរាល់ការងារដែលខ្ញុំរាល់ពេលដែលខ្ញុំមានសកម្មភាពនៅថ្ងៃនេះគឺជាការបើកថាមពលនៃជីវិតរបស់ខ្ញុំចាសរសេរបែបនេះបងប្អូនចង់និយាយថាចាសកម្មភាពថ្ងៃនេះបើកថាមពលនៃជីវិតរបស់ខ្ញុំចារាល់សកម្មភាពថ្ងៃនេះរបស់ខ្ញុំគឺជាការបើកថាមពលនៃជីវិតរបស់ខ្ញុំចាបងប្អូនសរសេរបែបនេះចានិយាយថាយើងសរសេរហើយយើងអាន3ដងឥឡូវសរសេរមិនអីក្នុងន័យហ្នឹងគឺចង់និយាយថារាល់សកម្មភាពដែលខ្ញុំបានធ្វើនៅក្នុងថ្ងៃនេះគឺបើកថាមពលជីវិតរបស់ខ្ញុំចាសរសេរ3ដងហើយសរសេរឲ្យអាន3ដងមិនសរសេរ3ដងសរសេរឲ្យអាន3ដងចាអញ្ចឹងវាអត់ខុសអីពីគេនិយាយថា
អឺសាងហេតុទៅបានផលចាសាងហេតុទៅបានផលអញ្ចឹងបងប្អូនទាំងអស់គ្នាសាងហេតុទៅបានផលចានេះជា workshop បងប្អូនចាបងប្អូនទៅសេឲ្យអាន3ដងទៅណាជា workshop សម្រាប់ថ្ងៃទី3